ប្រវត្តិសាស្ត្រចានៅក្នុងភាគទី1នេះលោកអ្នកនាងនឹងបានជ្រាបអំពីផែនទីភូមិសាស្ត្រនៃប្រទេសកម្ពុជានិងធម្មជាតិនៃប្រទេសកម្ពុជាសូមអញ្ជើញស្ដាប់ការរៀបរាប់របស់លោកជុនច័ន្ទបុត្រដូចតទៅក្នុងរយៈកាលនៃសម័យរុងរឿងព្រះរាជាណាចក្រកម្ពុជាបានលាតសន្ធឹងពីសមុទ្រចិនដល់ទន្លេមេណាមកាលនោះដែនដីកូសាំងស៊ីនឬកម្ពុជាក្រោមរួមនឹងខេត្តទាំងឡាយនៅភាគកណ្ដាលនិងភាគខាងត្បូងនៃប្រទេសឡាវហើយស្ទើរតែទាំងអស់នៃដែនដីប្រទេសថៃសព្វថ្ងៃគឺជាអតីតដែនដីរបស់ខ្មែរទាំងអស់ហើយក្នុងរយៈកាលដ៏យូរលង់មកហើយនោះមានពេលខ្លះខ្មែរក៏បានកាន់កាប់ជ្រួយម៉ាឡេស៊ីនិងប្រទេសភូមាផងដែរតាំងពីច្រើនសតវត្សមកហើយពិសេសពីសតវត្សទី13រហូតដល់សតវត្សទី18និង19នៃគ្រិស្តសករាជទឹកដីប្រទេសកម្ពុជាកាន់តែរួញតូចទៅបន្តិចម្ដងដោយសារសត្រូវទាំងឆ្វេងទាំងស្ដាំគឺថៃនិងវៀតណាមដែលមានបំណងយកទន្លេមេគង្គជាព្រំដែនរួមរបស់គេដោយមានអន្តរាគមន៍របស់ប្រទេសបារាំងតាមការស្នើសុំរបស់ព្រះរាជាខ្មែរប្រទេសជិតខាងរបស់កម្ពុជាបានព្រមចុះសន្ធិសញ្ញាព្រមព្រៀង3ជាសំខាន់គឺសន្ធិសញ្ញាឆ្នាំ1863សន្ធិសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ដែលជួយឲ្យប្រទេសខ្មែរនៅគង់វង្សថេរថេរដោយរក្សាបាននូវវត្តមាននយោបាយរបស់ខ្លួនហើយអាចកាន់កាប់ទឹកដីខ្លះរបស់ខ្លួនដែលនៅសល់ដែលខ្មែរធ្លាប់កាន់កាប់តាំងពីសតវត្សទី18មកក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋខ្មែរច្រើនលានអ្នកត្រូវបានកាត់ផ្តាច់ឬបំបែកឲ្យទៅរស់នៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលបរទេសនៅលើទឹកដីកំណើតរបស់ខ្លួនស្ថិតនៅចំកណ្ដាលប្រទេសអាស៊ីនៃខ្យល់រដូវប្រទេសកម្ពុជាឬស្រុកខ្មែរមានផ្ទៃក្រឡាប្រមាណ 182,000 គីឡូម៉ែត្រក្រឡាហើយមានព្រំប្រទល់ដែនជាប់នឹងប្រទេសថៃប្រទេសឡាវប្រទេសវៀតណាមនិងឈូងសមុទ្រសៀមលក្ខណៈភូមិសាស្ត្ររបស់ស្រុកខ្មែរអាចចែកចេញជាពីរតំបន់ដាច់ពីគ្នាគឺតំបន់ខ្ពង់រាបស្ថិតនៅភាគខាងជើងភាគឦសាននិងភាគនិរតីនៃប្រទេសចំណែកខាងតំបន់វាលទំនាបវិញគឺស្ថិតតាមបាតខ្ទះភាគកណ្ដាលតំបន់បឹងបួរវាលទំនាបទន្លេមេគង្គនិងតំបន់មាត់សមុទ្រមួយភាគធំនៃផ្ទៃប្រទេសត្រូវគ្របដណ្ដប់ទៅដោយសម្បត្តិធម្មជាតិព្រៃឈើហើយតំបន់ដីខ្ពស់គឺខ្ពង់រាបហាក់មានលក្ខណៈជាខ្សែក្រវ៉ាត់ធម្មជាតិដែលហ៊ុំព័ទ្ធវាលទំនាបរបស់ប្រទេសខ្មែរទាំងមូលនៅភាគនិរតីនៃប្រទេសមានភ្នំធំហើយខ្ពស់ចោទដូចជាជួរភ្នំក្រវាញជាដើមដែលលាតសន្ធឹងដល់មាត់សមុទ្រហើយមានកម្ពស់ពី 1000 ម៉ែត្ររហូតដល់ 1744 ម៉ែត្រនៅភ្នំសង្កុសនៅភាគខាងជើងមានជួរភ្នំដងរែកដែលខ័ណ្ឌដែនប្រទេសកម្ពុជានិងប្រទេសថៃហើយជួរភ្នំនេះជាប់ទៅនឹងភ្នំដែកដែលជាភ្នំសម្បូរដោយរ៉ែលោហៈធាតុដែលបុព្វបុរសដូនតាខ្មែរធ្លាប់ដឹកយកមកប្រើប្រាស់ហើយដឹកជញ្ជូនតាមផ្លូវទឹកគឺស្ទឹងមួយដែលអាចប្រើប្រាស់បានរយៈពេល8ខែក្នុងមួយឆ្នាំស្ទឹងនេះហូរចាក់ចូលមកក្នុងបឹងទន្លេសាបដោយឆ្លងតំបន់ភ្នំគូលែនជាតំបន់មួយដែលព្រះបាទជ័យវរ្ម័នទី2ធ្លាប់បានរៀបចំកសាងជារាជធានីមួយរយៈនៅដើមសតវត្សទី9នៃគ្រិស្តសករាជផងនៅភូមិភាគឦសាននៃប្រទេសគឺនៅក្នុងខេត្តក្រចេះខេត្តស្ទឹងត្រែងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីជាតំបន់ដែលសម្បូរទៅដោយខ្ពង់រាបដែលមានធាតុកសិណសិលាថ្មក្រានីតនិងថ្មបបោះដែលមានដើមកំណើតមកពីកំអែលភ្នំភ្លើងក្នុងសម័យអតីតកាលដ៏យូរហើយកន្លែងខ្លះមានកម្ពស់រហូតដល់ 1000 ម៉ែត្រពិសេសគឺតំបន់ដែលមានព្រំដែនប្រសពគ្នារវាងប្រទេសទាំង3គឺកម្ពុជាឡាវនិងវៀតណាមហើយទន្លេសំខាន់3ដែលហូរពីខ្ពង់រាបខាងលើនេះឆ្ពោះទៅទិសខាងលិចគឺហូរភ្ជាប់ទៅនឹងទន្លេទាំង3នោះគឺទន្លេសេកុងសេសាននិងទន្លេស្រែពកភាគកណ្ដាលនៃប្រទេសកម្ពុជាជាតំបន់បាតខ្ទះដែលសម្បូរទៅដោយដីល្បាប់មានជីជាតិហើយនឹងមានភ្នំខ្លះដែរតែស្ថិតនៅដាច់ពីគ្នាគឺជាតំបន់ដែលដីសម្បូរទៅដោយជីជាតិជាងគេបំផុតនៅក្នុងជ្រោយឥណ្ឌូចិននេះជាហេតុទាក់ទាញប្រជាពលរដ្ឋឲ្យមករស់នៅកុះកក្នុងតំបន់នោះពិសេសគឺប្រជាពលរដ្ឋដែលរស់រានហើយទាញយកផលពីមុខរបរកសិកម្មទាញផលប្រយោជន៍ពីវាលទំនាបមានជីជាតិផលប្រយោជន៍ពីបឹងស្ទឹងទន្លេទាំងឡាយនៃភូមិភាគនោះបឹងទន្លេសាបគឺជាបឹងមួយដែលធំជាងគេបង្អស់នៅប្រទេសកម្ពុជា
នៅរដូវវស្សាបឹងនេះមានម្ដយរហូតដល់ទៅ160គីឡូម៉ែត្រនិងទទឹង36គីឡូម៉ែត្រនៅរដូវប្រាំងខែមីនាមេសាបឹងនេះមានក្រឡាផ្ទៃប្រមាណ3000គីឡូម៉ែត្រក្រឡាគេអាចចែកបឹងនេះជាពីរផ្នែកគឺបឹងធំស្ថិតនៅភាគខាងលិចបឹងតូចវាលភក់តំបន់កដបស្ថិតនៅភាគខាងកើតនៅពេលទឹកទន្លេមេគង្គឡើងខ្ពស់ទឹកបឹងទន្លេសាបនេះមានជម្រៅរហូតដល់ជាង10ម៉ែត្រហើយបែកវាលលិចគ្របដណ្ដប់លើព្រៃមាត់បឹងទាំងអស់ដែលនៅជុំវិញទន្លេសាបនោះទន្លេមេគង្គដែលមានប្រភពចេញមកពីតំបន់ទីបេគឺជាទន្លេធំតែមួយគត់ដែលហូរកាត់ប្រទេសកម្ពុជាពីព្រំដែនខាងជើងទៅព្រំដែនខាងត្បូងត្រង់ល្បាក់ខោនគឺត្រង់ព្រំប្រទល់ដែនរវាងប្រទេសឡាវនិងកម្ពុជាទឹកទន្លេមេគង្គត្រូវហូរមកជួបនឹងរបាំងថ្មខ្ពស់ដូចជាទំនប់ចោតត្រេងដែលធ្វើឲ្យទន្លេមេគង្គត្រង់ល្បាក់ខោននេះក្លាយជាអាងទឹកដ៏ធំសម្បើមដែលមានជម្រៅរហូតដល់ជាង20ម៉ែត្រហើយហូរធ្លាក់ចុះយ៉ាងខ្លាំងមកក្រោមដែលកប៉ាល់មិនអាចធ្វើដំណើរឆ្លងកាត់ទីនោះបានឡើយក្រៅពីទូទន្លេមេគង្គក៏មានដៃទន្លេជាច្រើនខ្លះមានទទឹងរហូតដល់ជាង2គីឡូម៉ែត្រហូរប្រសពគ្នាចាក់ទៅត្រង់ដែនដីសណ្ដទន្លេមេគង្គដែលមានទំហំប្រមាណ600គីឡូម៉ែត្រពិសេសគឺត្រង់ដែនដីដែលបារាំងហៅថាកូសាំងស៊ីនហើយធ្វើឲ្យតំបន់នេះក្លាយជាតំបន់មានជីជាតិបំផុតរបស់ជនជាតិខ្មែរបច្ចុប្បន្ននេះដែនដីកូសាំងស៊ីនគឺដែនដីកម្ពុជាក្រោមដ៏មានជីជាតិរបស់ខ្មែរបានក្លាយទៅជារបស់វៀតណាមទៅហើយចំណែកវាលទំនាបទន្លេមេគង្គវិញគឺជាតំបន់ដែលលាតសន្ធឹងពីខេត្តក្រចេះរហូតទៅដល់មាត់សមុទ្រផ្នែកខាងត្បូងនៅភ្នំពេញដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្កើតឡើងតាំងពីអំឡុងសតវត្សទី15នោះទន្លេមេគង្គត្រូវបែកចេញជា4ដែលគេនិយមហៅថាចតុមុខនៅត្រង់ចតុមុខនេះទន្លេមេគង្គត្រូវភ្ជាប់ទៅនឹងទន្លេសាបដែលបែកទៅទិសខាងជើងទន្លេធំនិងទន្លេបាសាក់ដែលហូរចាក់ទៅសមុទ្រនៅរដូវប្រាំងខែផលគុណចែកគឺខែមីនាមេសាទឹកទន្លេមេគង្គត្រូវនឹងថ្កល់ហើយជួរនាយទៅតាមពេលវេលារហូតដល់ខែវស្សារដូវភ្លៀងធ្លាក់ចាប់ផ្ដើមឡើងនៅខែកក្កដាទឹកទន្លេមេគង្គត្រូវឡើងផ្ទៃទន្លេមេគង្គក៏រីកធំម្ដងបន្តិចឯទន្លេធំនិងទន្លេបាសាក់វិញទឹកក៏កាន់តែបន្ថែមល្បឿនឡើងជារៀងរាល់ថ្ងៃហូរត្របាញ់ចាក់ទៅសមុទ្រចំណែកខាងបឹងទន្លេសាបវិញពេលនោះបានក្លាយជាអាងស្តុកទឹកយ៉ាងធំរហូតលិចអស់តំបន់ទាំងឡាយដែលនៅជុំវិញទីនោះអស់រយៈពេល5ខែក្នុងមួយឆ្នាំគឺមានរយៈកាលស្មើនឹងទឹកទន្លេមេគង្គឡើងដូច្នោះដែរនៅរដូវសម្រកពិសេសគឺពេលដែលទឹកទន្លេសាបចាប់ផ្ដើមហូរវិលត្រឡប់ចេញមកវិញប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីរួមទាំងជនជាតិខ្មែរនៅទឹកដីកម្ពុជាក្រោមផងតែងតែប្រារព្ធធ្វើពិធីបុណ្យជាប្រពៃណីមួយគឺបុណ្យអុំទូកអអំបុកសំពះព្រះខែដើម្បីសាទរបាតុភូតធម្មជាតិដ៏កម្រមាននៅលើពិភពលោកនេះ